យ៉ាហាផាទៅអីហ្នឹងដើរអែបដើមដូងឯណាឃើញដូងមួយធ្លេនឹងតែហ្នឹងតិចទៀតអស់ហើយមួយធ្លេហ្នឹងចំណាំមុខកូនហ្នឹងឯហើយកូនហ្នឹងដៃភ្លើងជើងមន់តាតាណាំមិនមានក្បែរបេះខ្ទេចតបងប្អូនមកទស្សនកិច្ចជុំវិញកសិដ្ឋាន DPK ក្នុងសិស្សទាំងអស់គ្នាកសិដ្ឋានរបស់យើងមានតាណាំដាំតគ្នាបដាក់គ្នាជាហោហាយបងប្អូនមិនថាតាណាំបន្លែស្លឹកឬក៏ឈើហូបផ្លែយើងតាមបន្តគ្នារហូតបងប្អូនប្រហែលជាឆ្ងល់ថាតាណាំឃើញដូចជាមានច្រើនដែរមិនថាបន្លែឬក៏ឈើហូបផ្លែប៉ុន្តែអត់ដឹងថាដាំម្ដុំណាខ្លះហើយដីទំហំប្រមាណនេះជាថ្ងៃជាវាល្អអញ្ចឹងអាផាមករៃរាប់ប្រាប់ទាំងអស់គ្នាតែម្ដងកសិដ្ឋានរបស់យើងមានទំហំរាងតូចដែរខ្ទង់ចិត្ត2ហត្ថយើងមានរោងផ្ទះសំណាញ់ខ្ទង់21រោងនិងរោងបដោះ1រោងនៅសល់ដីខាងយើងដាំតាណាំដូចជាចេកដូងហើយនិងអំពៅជាដើមរឹងខាងក្រៅនេះគឺយើងលើកហើយត្រៀមនឹងដាំម្លឹកលឿងហើយពុយម្លឹកលឿងគឺយើងទៅហើយដែរយើងត្រូវដាំស្អែកហ្នឹងហើយបងប្អូនហើយនេះគឺជាកូនខាត់ណាហើយនឹងផ្កាខាត់ណានេះគឺកូនម្លឹកលឿងគឺយើងត្រៀមនឹងដាំថ្ងៃស្អែកយើងរើសវាពេញល្អខ្លាំងមែនតែនតោះតដើមវារៀងវល់ដំណើរទស្សនកិច្ចរបស់យើងចប់ត្រឹមហ្នឹងហើយអរគុណជម្រាបលាបាយបាយ